បាទឥឡូវនេះគឺបានចាប់ផ្ដើមចាក់ដីពង្រីកបន្ថែមបាទព្រោះដីពីដើមយើងចាក់មិនទាន់គ្រប់ជ្រុងមិនទាន់គ្រប់ជ្រោយទេបាទហើយដីនេះគឺដោយសារខែនេះដីឡើងថ្លៃពុកបងប្អូនទាំងអស់គ្នាចឹងខ្ញុំចាក់នេះគឺចាក់បន្ទាន់ដែរព្រោះយើងត្រូវការប្រើចាំបាច់ដែរបាទចាំបាច់ហ្នឹងគឺចាំបាច់ត្រង់ដែលថាយើងយកដីថ្មដែលមានគេហៅថាដីប្រភេទថ្មស្អុយឯបាទក្រាលទៅខាងក្រោមព្រោះដីរបស់យើងហ្នឹងគឺត្រូវការចំណាយចាក់ច្រើនណាស់ដោយសារតែចាក់សិតតារាប់រយឡានអីហ៎អញ្ចឹងបើយើងចាក់ដីប្រភេទថ្មស្អុយនេះវាចំណាយតិចចំណាយដីតិចប៉ុន្តែយើងមិនអាចដាំដំណាំបន្លែបានទេហើយតើកាលណាចាក់ទៅដំណាំនៅក្បែរហ្នឹងគឺច្បាស់ជាត្រូវខ្ទេចហើយតែធ្វើយ៉ាងម៉េចស្ដាយក៏ស្ដាយប៉ុន្តែយើងត្រូវចាក់ហើយទៅបាទបង្ហាប់ដីឆ្នាំនេះឲ្យហើយអញ្ចឹងទៅហើយឆ្នាំក្រោយទៅក៏យើងចាក់ដីប្រភេទដាំដំណាំនៅលើបន្ថែមទៀតទៅតែយើងចាក់អញ្ចឹងដើម្បីឲ្យវាហាប់ក្រោមមកហើយសិនណាព្រោះយើងវាអត់ទាន់មានផ្ទះមានសម្បែងកន្លែងរស់នៅទេអញ្ចឹងហើយក៏ត្រូវចាក់បាទដីដើម្បីឲ្យហាប់ទៅហើយទៅដល់ពេលឆ្នាំក្រោយដីវាហាប់យើងអាចធ្វើផ្ទះធ្វើសម្បែងបានហើយអញ្ចឹងបាទហើយក៏មិនមែនថាចាក់ដីនឹងមានលុយមានកាយទេគ្រាន់តែចាក់តាមធនធានដែលអាចធ្វើទៅបានដីទាំងអស់នឹងសរុបនៃការចាក់ចូល300ឡានណាពុកម៉ែបងប្អូនទាំងគ្នាហើយខ្ញុំនោះនេះគឺចាក់ហើយបានចិត្តពេញហើយទស្សនភាពនៃវីដេអូខ្ញុំថតបន្តិចចឹងដើម្បីជាការចែកម្លែកដល់ពុកម៉ែបងប្អូនទាំងគ្នាបានទស្សនាវីដេអូនៃការចាក់ដីបំពេញហ្នឹងហើយដីនេះគឺប្រភេទដីថ្មដាពុកម៉ែបងប្អូនទាំងគ្នាដែលអីក៏បានដែរដីហ្នឹងប៉ុន្តែយើងចាក់ប្រហាប់ក្រោមទៅបាទបើយើងអត់ចាក់ប្រហាប់ក្រោមទេដីនឹងមិនក្រោម500ឡានទេបានពេញតែនេះតា340ឡានទេគឺពេញបាទហើយនេះចាក់អស់មកកកោកហើយបាទចាក់អស់មកកកោកហើយនឹងចិត្តហើយភាពជាក់ស្ដែងមើលដីគឺมันជាប្រភេទល្អទេជាប្រភេទកតិចថ្មដែលយើងធ្វើផ្ទះទៅក៏វាអាចហាប់មុំហ្នឹងហើយมันរង្គើរង្គន់គ្រឹះអីចឹងណាបាទហ្នឹងហើយដីនេះ1ឡាន55,000បាទតាមតំបន់ខ្លះគេតាមខែប្រាំងអាហ្នឹងថា40,000អីទេឬក៏48,000អីចឹងណាបាទតែនេះក្នុងខែវស្សាបាទខែ5ខែ6ចឹងទៅដីគឺឡើងថ្លៃគេពិបាករកកន្លែងដឹកចឹងបាទយើងចង់បានប្រភេទដីដំណាំដីយកមកដាំដែរតែពិបាកបាទដីដំណាំតើតដីបកប្រភេទដីស្រែបាទចឹងដំណាំលើនេះមានប៉ុន្មានហ្នឹងគឺថាត្រូវយកចេញហើយធម្មជាតិដែរពុកម៉ែបងប្អូនតែងទស្សនាលើបណ្ដាញ YouTube ដែលខ្ញុំបង្ហោះហ្នឹងក៏រៀងសម្រស់បាត់សម្រស់ខ្លះដែរហើយបាទក៏ប៉ុន្តែខ្ញុំនៅតែចាក់ដីប្រភេទដំណាំហើយដាំដំណាំពីលើហ្នឹងចឹងទៅអាចថានឹងបង្ហាញនៅទស្សនភាពទេសភាពល្អចែកជូនពុកម៉ែបងប្អូនទាំងអស់គ្នាទស្សនាបន្តទៀតបាទប៉ុន្តែធ្វើម៉េចបើយើងអត់ផ្ទះអត់សម្បែងបាទហ្នឹងហើយអត់ផ្ទះអត់សម្បែងអត់កន្លែងនៅអញ្ចឹងយើងតតែចាក់ដីអញ្ចឹងទៅបាទដើម្បីរៀបកន្លែងហើយជ្រៅណាកុំមើលអញ្ចឹងបាទដីហ្នឹងជ្រៅអត់រាក់ទេហើយខ្ញុំថតហើយបង្ហាញទៀតនឹងបញ្ជាក់ថាយើងចាក់ដីហ្នឹងវាជ្រៅបាទជ្រៅអត់រាក់ទេហ្នឹងហើយពីព្រំដីខ្ញុំពីថ្មខាងនេះទៅក្រោយហ្នឹងចូល40ម៉ែត្រហើយនៅខាងមុខហ្នឹងគឺទាំងអស់ហ្នឹង22ម៉ែត្របាទអញ្ចឹងដីហ្នឹងយើងចាក់យកតែ22ទេជាចំណែកខ្លួនឯងហើយដីខាងមុខនេះប្អូននេះចាក់ដែរហ្នឹងហើយប្អូនស្រីហ្នឹងវាចាក់ចឹងដែរបាទហើយចាក់ហ្នឹងគឺចាក់ក្រាលដូចគ្នាតែគេចាក់120ឡានទេបាទប៉ុន្តែគេបានដីអាចកពើលាយឡំចំណែកខ្ញុំបានដីប្រភេទថ្មដាហ្នឹងហើយថ្មដាថ្មស្អុយណាបាទអញ្ចឹងយើងចាក់ទៅវាហាប់បាទហ្នឹងហើយវាហាប់ក្រោមណាបាទហើយចូលមកខាងក្នុងមកដំណាំយើងហ្នឹងក៏វារៀងបាត់ខ្លះហើយដោយសារតែ
រឿងអីមិនបាត់ខ្លះបាទបើផ្លូវវាតូចចឹងណាបើពេលផ្លូវតូចទៅឲ្យត្រាក់គេឡានគេចាក់ដីគេចូលមកចំហៀងហ្នឹងហើយយើងចាក់ទៀបទេនោះចាក់ទៀបពីនឹងចុះទៅក្រោមនឹងទៀបអត់ខ្ពស់ប៉ុន្មានទេឲ្យទៀបជាងនឹងខ្លាំងបើគិតទៅយើងចាក់យកកម្ពស់បានតែ1ម៉ែត្រទេព្រោះទឹកជំរៅចុះទៅក្រោមហ្នឹងវា1ម៉ែត្របាត់ហើយអញ្ចឹងពីខាងក្រោមមកលើហ្នឹងវា1ម៉ែត្រកន្លះ7 ម៉ែត្របាទអញ្ចឹងដីយើងគិតទៅដីក្នុងកម្ពស់ប្រវែង7 ម៉ែត្រតើក្នុងមួយឡានយើងចាក់អស់ប្រហែលហើយឡានអត់ធំទេឡានតូចបាទហើយនេះកូនហ្នឹងក៏គេងលឿនតឹងទៅហើយខ្ញុំក៏ដើរមើលកិច្ចការងារបាទហ្នឹងហើយចាក់មួយថ្ងៃហ្នឹងគឺនេះសរុបចំនួនឡានគឺ47ឡានអាហ្នឹង47ឡានហ្នឹងគឺกระดาษទី2ណាបាទกระดาษបងទី2ហើយហ្នឹងហើយបងទី1ទៅអស់ហើយអស់100ហើយអាក្រោយនេះអស់47ឡានក្រោយទៀតអញ្ចឹងគឺទើបតបានប៉ុណ្្នឹងទេបាទហ្នឹងហើយមានអីជាការបង្ហាញអំពីដីដែលជាស្រះបាទនឹងការពិតស្រែទេប៉ុន្តែវាជ្រៅហើយជ្រៅយើងចាក់ដីក៏អស់ច្រើនតាមនឹងហើយខ្ញុំធ្វើវីដេអូនេះឡើងគ្រាន់តែជាការរំលឹកអនុស្សាវរីយ៍នៃការសាងសង់ទីកន្លែងរស់នៅបាទពីការខំប្រឹងប្រែងញើសឈាមរលុយរកាក់ពីប្រាក់ខែពីការងារលិចកើតជើងត្បូងបានចាក់